edit អត់ស្អាតក៏គេថាហ្នឹងហើយ edit ស្អាតហើយបើសិនជាយើងថតតែស្រីក៏អត់កើតហ្នឹងហើយបើសិនស្រីវិញថតតែប្រុសស្អាតវាកើតនឹងមានហើយតែយើងទ្រាំទៅជំរាបសួរស្វាគមន៍មកកាន់ Record Podcast episode ទី2ចឹងថ្ងៃនេះនឹងលើកពាក់ព័ន្ធជាមួយនឹងតើខ្ញុំមានសមត្ថភាពអ្វីខ្លះនៅលើវិស័យ media បើនិយាយខ្លីទៅខ្ញុំចេះអីខ្លះនៅលើជំនាញ media ហ្នឹងបានធ្វើការចែករំលែកទៅបងប្អូនអញ្ចឹងតើតទៅនឹងការចេះមានច្រើនតែខ្ញុំសូមលើកតែ5ចំណុចទេអញ្ចឹងទី1ពាក់ព័ន្ធជាមួយនឹង graphic design តើតទៅនឹង graphic design បើសិនជាទៅលើអ្វីដែលខ្ញុំធ្លាប់បានធ្វើមានគេហៅថាសម្រាប់ digital មានដូចជា poster ហើយ poster វាមានបែងចែកច្រើនទៀតហើយប្រភេទ thumbnail ប្រភេទ artwork ផ្សេងៗ vector ក៏យើងអាចគូសបានខ្លះហ្នឹងហើយមិនមែនបានទាំងអស់ទេគឺបានខ្លះតែមិនអាចប្រើប្រាស់នៅក្នុងវិស័យការងារនឹងតកតងទៅនឹង graphic design ហើយអ្វីដែលខ្ញុំធ្លាប់បានធ្វើទៅលើវិស័យមានដូចជាវិស័យខាងលក់អនឡាញក៏មានលក់អនឡាញប្រភេទលក់ជាស្បែកជើងក៏អាវអញ្ចឹងណាធ្លាប់ធ្វើប្រភេទខោទឹកនោមនៅក្នុងវិស័យ import export ហ្នឹងហើយដូចជានៅក្នុងវិស័យ pharmacy មួយទៀតហើយដូចមួយរយៈពេលក្រោយនេះគឺនៅក្នុងវិស័យclinic ហ្នឹងហើយបើធ្វើជារៀងរាល់ថ្ងៃតែម្ដងគឺនៅលើវិស័យអប់រំចឹងធ្វើនៅវិទ្យាស្ថាន IKE International ផ្ទាល់ហើយសម្រាប់ខ្ញុំក៏ខ្ញុំបរិញ្ញានៅនឹងដែរបរិញ្ញាជំនាញវិជ្ជាជីវៈមាន graphic design កម្រិតមូលដ្ឋានទេហើយនឹង digital marketing ចឹងនឹងតាក់ទងទៅនឹងgraphic design ហើយសម្រាប់ទៅលើអ្វីដែលយើងអាច print ចេញមកខាងក្រៅបានអញ្ចឹងណាគឺមានដូចជា banner roll up iStand extend ធ្វើជាសភៅក៏បាន design គំរូគេហៅថា mock up សម្រាប់ដបសម្រាប់ប៊ិចហ្នឹងហើយសម្រាប់ឧបករណ៍ផ្សេងៗគឺអាចធ្វើបានដោយសារតែឥឡូវស្រួលដែរយើងអាច check មើល mock up ហើយយើងច្នៃខ្លួនឯងបន្ថែមអញ្ចឹងណានឹងពាក់ព័ន្ធជាមួយនឹង graphic ក៏ប៉ុន្តែនៅក្នុងអ្វីដែលខ្ញុំចេះហ្នឹងគឺខ្ញុំបានការរៀនសូត្រនៅក្នុងហ្នឹងគឺច្រើនមានន័យថាទី1នៅក្នុងការរៀនខ្លួនឯងអញ្ចឹងយើងអាចរៀនតាមរយៈ online ហ្នឹងគឺមើល YouTube អញ្ចឹងរបៀបក្នុងការធ្វើ tip តិចអីចឹងទៅ tip ក៏ដូចជា technique ក្នុងការធ្វើរបស់អ្នកផលិតមាតិកាទាំងនៅក្នុងស្រុកខ្មែរយើងហើយនិងនៅក្រៅស្រុកហ្នឹងសម្រាប់ graphic ទេហើយបងប្អូនអាចចូលទៅ channel បើសិនចង់បានជាប្រភេទ vector ជារូបភាពដែលពាក់ព័ន្ធជាមួយនឹងវិស័យ media អាចចូលនៅក្នុង channel Rin Media របស់ខ្ញុំបានហ្នឹងហើយគឺមានច្រើនហើយខ្ញុំ forward ចេញពីក្រុមផ្សេងៗដែលខ្ញុំបាន join ទេខ្ញុំ forward ចូលទុកនឹងហើយបើសួរថាហេតុអីបានជា forward ទុកនឹងដោយសារតែមានបងប្អូនយើងគាត់សួរពាក់ព័ន្ធជាមួយទៅកម្មវិធីតាក់ទងទៅនឹងសួរបងមាន frame សម្រាប់ដាក់លើនេះអត់មានការរូបប្រភេទ out ធំអត់សម្រាប់ដាក់ធ្វើការមានអត់គឺមានក្នុងនឹងទាំងអស់ហើយឧទាហរណ៍ថាតាក់ទងទៅនឹង logo ក្រសួងក៏ដូចជាទង់ជាតិអីផ្សេងគឺខ្ញុំ forward ចូលនឹងទាំងអស់អញ្ចឹងបងប្អូនគាត់តែប្រើ keyword ដែលពាក់ព័ន្ធជាមួយឲ្យបងប្អូនចង់បានឆែកនឹងទៅគឺភាគរយច្រើនមានដោយសារខ្ញុំ forward ទុកនឹងហើយ channel ហ្នឹងខ្ញុំទុកសម្រាប់ខ្លួនឯងទេដើម្បីខ្ញុំរកពួកខ្ញុំខ្ជិល download ទុកក្នុង computer ដោយសារតែ computer យើងវា storage វាអត់ចិត្តអត់ធំអញ្ចឹងទៅយើងដាក់ទុកនឹងទៅ forward តែបើសិនជាយើងចាំគេថាទៅ search របស់គេវាយូរអញ្ចឹងយើងបង្កើតខ្លួនឯងក៏វាស្រួលដែរអាហ្នឹងកន្លែងខ្ញុំទុកឲ្យបងប្អូនដែលមានជារបស់ free អាចផ្ញើមកឲ្យខ្ញុំក៏បានឬក៏ដាក់ចូលក្នុងក្រុម Rin Media ក៏បានដែរដាក់ចូលទៅដើម្បីបងប្អូនយើងគាត់ចូលគេថាទៅ download នៅក្នុងហ្នឹងអញ្ចឹងណាអូខេអញ្ចឹងអានឹងតាក់ទងទៅនឹង graphic design អញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាដែលកំពុងតែរៀនជំនាញនេះដែលបានស្ដាប់ហ្នឹងគឺព្យាយាមរៀនហើយគឺអនុវត្តជាប្រចាំយូរទៅយើងចេះហើយទៅលើការធ្វើមានយើងធ្វើរងថ្ងៃដូចគេថាដូចពាក្យចាស់លោកពូថាតក់ពេញកំពុងអញ្ចឹងយើងរៀនពីមួយថ្ងៃទៅមួយថ្ងៃរហូតរៀនរាល់ថ្ងៃស្បែកខ្ញុំក៏នៅតែរៀនដែរហើយរាល់ថ្ងៃក៏ខ្ញុំកំពុងរៀននៅសាកលដែរហ្នឹងហើយរៀន
ទៅចូលឆ្នាំទី1ទៀត ទៅលើជំនាញ design អញ្ចឹងខ្ញុំបទពិសោធន៍ខ្ញុំតាំងពី COVID មកតែខ្ញុំនៅរៀនទៀតហើយរៀនមិនមែនតែរៀនគេថាតែប៉ុណ្ណឹងនៅពេលដែលមានជា workshop អីផ្សេងៗគឺខ្ញុំទៅចូលរួមជាមួយគេឲ្យទៅពាក់ព័ន្ធជាមួយវិស័យរបស់ខ្ញុំដែលខ្ញុំកំពុងធ្វើហ្នឹងអញ្ចឹងណាអញ្ចឹងលើកចិត្តបងប្អូនគឺព្យាយាមចូលរួមក៏ប៉ុន្តែកុំភ្លេចចូលហើយនៅពេលរៀនសូត្រគឺយើងយកមកធ្វើខ្លួនឯងមិនមែនចូលហើយទុកចោលណាគេនឹងតាក់ទងទៅនឹង graphic design មួយទៀតខ្ញុំបន្ថែមពីលើ graphic design ជូនបងប្អូនណាបើសិនជាបងប្អូនចង់ទៅ download ប្រភេទជាគេថា vector អីមួយចំនួនបើខ្ញុំប្រើនៅក្នុង free pick ខ្ញុំ download នឹងភាគច្រើនហើយ template អីមួយចំនួនយើងជិះធ្វើយើងអាច download នឹងសម្រាប់អ្នកដែលថ្មីគឺអាចយកប្រភេទ free version ទៅតែបើសិនជាយើងចង់ creative យើងចង់មាន idea ថ្មីខ្ញុំ recommend website ពីរឲ្យបងប្អូនទី1គឺ Behance ហ្នឹងហើយទី1អាហ្នឹងគឺយើងអាចចូលទៅមើលដើម្បីមើល idea ទាំងនៅក្នុងស្រុកនិងក្រៅស្រុកអញ្ចឹងណាទី2គឺ Pinterest អញ្ចឹងអាចចូលនឹងពីរហ្នឹងក៏បានបើខ្ញុំមកសាមើលពីរហ្នឹងហើយបើទី3ថែមមួយទៀតគឺ channel Telegram ឬក៏ group Telegram ដែលមានអ្នកគេហៅថាប្រឡូកក្នុងវិស័យហ្នឹងគាត់ចែករំលែកអញ្ចឹងអាច join នៅក្នុង channel របស់គេឬ group របស់គេទៅហ្នឹងខ្ញុំមានប៉ុណ្្នឹងទេតាក់ទងទៅនឹង graphic design អញ្ចឹងចូលដល់វីដេអូអញ្ចឹងសម្រាប់វីដេអូបើសិនជាបទពិសោធន៍ខ្ញុំធ្វើដំបូងគឺគាត់តែធ្វើវីដេអូគាត់តែគាត់ថាចង់ថតដើម្បីទុកជាឯកសារទេហ្នឹងហើយអញ្ចឹងចាប់ដើមរៀនកាត់នៅលើ KineMaster បន្ទាប់មកទៀតរៀនកាត់នៅក្នុង VN Video Editor នៅក្នុងទូរស័ព្ទដៃឯងអត់តដល់ computer អញ្ចឹងដល់ពេល computer ខ្ញុំប្រើពីមុនរហូតដល់ឥឡូវគឺទៅពីកម្មវិធីគឺទី1គឺ Premium អញ្ចឹងអាហ្នឹងគឺខ្ញុំប្រើចន្លោះ2019ដល់24ហើយដល់ពេលពី24ដល់ឥឡូវហ្នឹងគឺប្រើ DaVinci Resolve ហើយគាត់ខ្ញុំកំពុងកាត់ហ្នឹងគឺខ្ញុំកាត់នៅលើ CapCut ទេដោយសារតែខ្ញុំធ្វើនៅក្នុង computer វាស្ពេចរឿងតូចអញ្ចឹងទៅដាក់ DaVinci វាអត់រួចអញ្ចឹងដាក់លើ CapCut អញ្ចឹងតែហើយណាមួយអត់សូវប្រើ Fix បើប្រើ Fix ច្រើនអាចនឹងគាំងនៅក្នុង CapCut តែបើសិនជាទៅលើផ្លូវការតែម្ដងគឺខ្ញុំប្រើនៅក្នុង DaVinci Resolve នៅពេលកាត់ project ផ្សេងproject នៅកន្លែងការងារអញ្ចឹងណានឹងតាក់ទងទៅនឹងវីដេអូហើយអ្វីដែលរៀនភាគច្រើនរៀនតាម YouTube ហើយហ្នឹងទី1រៀនហើយយើងធ្វើរៀនហើយធ្វើហ្នឹងมันខុសគ្នាពី graphic ទេអញ្ចឹងនឹងសម្រាប់វីដេអូហើយនៅពេលយើងធ្វើហើយបើសិនជាយើងមាន group ដែលគេចែករំលែកពាក់ព័ន្ធជាមួយជំនាញនេះយើងអាចសួរគេក្នុងហ្នឹងក៏បានដែរហើយមួយទៀតបងប្អូនអាច join ក្នុង channel ខ្ញុំសួរខ្ញុំក៏បានដែរខ្ញុំអាចឆ្លើយបានអ្វីខ្ញុំចេះអ្វីខ្ញុំដឹងហើយខ្ញុំមានអីចែករំលែកខ្ញុំចែករំលែកជូនបងប្អូនដូចគ្នាអញ្ចឹងណាអូខេតាក់ទងទៅនឹងវីដេអូហើយ idea មួយទៀតខ្ញុំមើលតាមធនាគារធំអញ្ចឹងខ្ញុំមាន concept គឺខ្ញុំមើលតាមធនាគារធំឧទាហរណ៍ថាគេមានគេថាប្រភេទវីដេអូ commercial ប្លង់ផ្សេងៗគឺយើងអាចមើលបានអញ្ចឹងបើសិនជាបងប្អូនដែលចង់ចាប់ដើមនៅក្នុងវិស័យmedia ជាពិសេសទៅលើជំនាញកាត់វីដេអូហ្នឹងបងប្អូនអាច start ជាមួយនឹងចេះប្រើទូរស័ព្ទយើងកាត់លើទូរស័ព្ទចេះប្រើ computer កាត់លើ computer ចេះប្រើ Premiere កាត់ Premium ចេះ CapCut កាត់លើ CapCut ចេះលើ DaVinci កាត់លើ DaVinci តែបើសិនចង់ឲ្យផ្លូវការលឿនលះអាហ្នឹងអាស្រ័យលើបងប្អូនទេតែខ្ញុំ recommend ឲ្យរៀនលើ DaVinci Resolve ហើយមេរៀន DaVinci Resolve បងប្អូនទៅរៀននៅក្នុង channel ទៅក្នុង website របស់ Blackmagic ក៏បានដែរនៅក្រុមហ៊ុនBlackmagic នេះដែលមានកម្មវិធី DaVinci Resolve ហ្នឹងណាហើយមួយទៀតបើសិនជាខ្ជិលតារវីដេអូចូលនៅក្នុង channel រៀន media ដែរគឺខ្ញុំបានតម្លាក់ចូលដូចជា9មេរៀនពីកម្រិតមូលដ្ឋានដល់មកអាចចេះបានអញ្ចឹងណាអូខេហ្នឹងតាក់ទងទៅនឹងរៀនកាត់វីដេអូហើយ idea ដែលខ្ញុំយកបានទី1គឺប្រភេទ commercial នៅស្រុកខ្មែរយើងហើយនៅក្រៅប្រទេសហ្នឹងតាមរយៈ platform ផ្សេងៗតែបើសិនជាបងប្អូនប្រើប្រាស់ IG អាចល្អដោយសារតែ IG បើបរទេសគឺគាត់ចែករំលែក tip ច្រើននៅលើហ្នឹងអញ្ចឹងមានចែករំលែក tip ច្រើនតាក់ទងទៅនឹងការកាត់វីដេអូផ្សេងតាមពិតនៅក្នុងការកាត់វីដេអូនិងការថតអាហ្នឹងបូកចូលគ្នាក៏បានដែរខ្ញុំនៅពេលដែលខ្ញុំចេះកាត់ហ្នឹងដោយសារខ្ញុំយល់អំពីប្លង់មួយចំនួនទេប្លង់ដែលយើងចង់បានទី1ទី2 scene គេហៅថាBTS ណា behind the scene ហ្នឹងហើយអញ្ចឹងតាក់ទងទៅនឹង scene ទី1 scene ទី2 scene ទី3យើងដឹងអំពីអា scene ទាំងអស់ហ្នឹងគឺយើងកាត់ទៅក៏វាស៊ីតែបើសិនជាយើងអត់ដឹងអំពី scene ណាកាត់ទៅគង្វែងអញ្ចឹង real footage អត់ត្រូវទេអញ្ចឹងណា
ចឹងតាក់ទងទៅនឹងការដែលយើងដែលចេះកាត់វីដេអូហើយត្រឡប់មកវិញបងប្អូនដែល start ទៅលើជំនាញហ្នឹងគឺអាចទៅយក idea ចេញពី page ធំរបស់ក្រុមហ៊ុននៅស្រុកខ្មែរយើងមើលទៅពពួកគេថា commercial វីដេអូប្រម៉ូទហ្នឹងគឺយើងមើលទៅគឺតំណងហើយអញ្ចឹងយើងព្យាយាមរៀនកាត់ដូចគេទៅហើយកន្លែងណាឆ្ងល់ចូល YouTube បន្ថែមអាហ្នឹងទៅលើការដែលយើងឆ្ងល់ទៅលើកម្មវិធីណាយើងកាត់ណាឧទាហរណ៍យើងកាត់លើ DaVinci ឆ្ងល់ចូល YouTube របៀបក្នុងការឧទាហរណ៍ប្រើប្រាស់ transition តែបងប្អូនដែលថ្មីទៅរៀនមើលគេថានៅលើ DaVinci Resolve តើគេប្រើគេ add bin ម៉េចណាគេប្រើtransition គេប្រើម៉េចគេប្រើ track ហ្នឹងគេប្រើម៉េចអាហ្នឹងគឺយើងមើលមូលដ្ឋានសិនដល់ពេលយើងចាប់ផ្ដើមធ្វើទៅគឺវាកាន់តែល្អប្រសើរហើយព្យាយាមធ្វើជាប្រចាំមួយថ្ងៃរៀនកាត់មកវីដេអូអញ្ចឹងទៅបានឆាប់ចាស់អញ្ចឹងណាអូខេអញ្ចឹងសម្រាប់វីដេអូដូចតែប៉ុណ្្នឹងទេបទពិសោធន៍របស់ខ្ញុំគឺ start ដំបូងគឺកាត់លើទូរស័ព្ទដែររហូតដល់ computer ហើយទៅលើកម្មវិធីដូចតែ5កម្មវិធីទេ CapCut តែ CapCut 6ទៀតចុះអញ្ចឹងមាន VN មាន KineMaster CapCut អានឹងលើទូរស័ព្ទដែរដល់ពេល computer មាន3ដូចគ្នាCapCut ម្ដងម្កាលទេហ្នឹងគឺអត់តថ្ងៃទេpremium កាលពីមុនតែឥឡូវគឺ DaVinci Resolve គឺច្រើនហ្នឹងហើយអូខេអញ្ចឹងសម្រាប់វីដេអូដូចជាប៉ុណ្្នឹងទេអូខេអញ្ចឹងយើងចូលទៅមួយចំណុចទៀតតាក់ទងទៅនឹង digital marketing សម្រាប់ digital marketing បើឲ្យតែខ្ញុំរៀនគេថាមូលហេតុវាមានតែខ្ញុំចង់ឲ្យខ្លួនឯងមាននៅលើ online ទេយូរ research ទៅគឺឃើញហ្មងអញ្ចឹងណាហើយបើឲ្យគេស្គាល់ដូចជាតែឲ្យគេស្គាល់ក៏បានតែមិនឲ្យ search នៅលើ online គេឃើញហើយគេដឹងថាយើងកំពុងធ្វើអីហើយជានរណាតែប៉ុណ្្នឹងទេហ្នឹងវត្ថុបំណងដែលយើងធ្វើនៅលើ online ដែលយើងរៀន digital ហ្នឹងហើយមួយទៀតតកតងទៅនឹងការដែលខ្ញុំចាប់ផ្ដើមរៀនហើយចែករំលែកអាហ្នឹងគឺដើម្បីឲ្យគេថាយើងចេះយើងចែករំលែកទៅកាន់អ្នកអត់ចេះជាពិសេសគឺប្រជាជនកម្ពុជាដែលគាត់មិនសូវមានចំណេះដឹងជាពិសេសនៅតាមតំបន់ដាច់ស្រយាលព្រោះសម្រាប់ខ្ញុំការខ្ញុំមកដំបូងក៏ខ្ញុំអត់យល់អាហ្នឹងដែរដល់ពេលខ្ញុំចាប់ដើមរៀនសូត្រស្វែងរកបន្ថែមទៅធ្វើខ្ញុំអាហ្នឹង digital អញ្ចឹងអញ្ចឹងតកតងទៅនឹងការដែលយើងចែករំលែកទៅកាន់អ្នកដែលគាត់អត់ចេះគឺវាជាបុណ្យកុសលយើងមួយដែរហើយបុណ្យកុសលនេះក៏ចែករំលែកជូនទៅបងប្អូនដែរកំពុងតែស្ដាប់ដែរចឹងបុណ្យកុសលគឺយើងព្យាយាមចែកអ្វីដែលជាចំណុចល្អចំណុចវិជ្ជមានអវិជ្ជមានយើងកាត់បន្ថយហ្នឹងហើយមិនមែនថាអត់និយាយចំណុចអវិជ្ជមាននិយាយដែរក៏ប៉ុន្តែធ្វើម៉េចព្យាយាមឲ្យគាត់មានគំនិត positive គំនិតវិជ្ជមានឲ្យច្រើនអញ្ចឹងណាអូខេអញ្ចឹងតកតងទៅនឹងការធ្វើអ្វីដែលខ្ញុំអាចប្រើប្រាស់នៅលើ social media បានយល់ទៅ platform social media អាច boost អាច manage បានមាន Facebook YouTube TikTok YouTube ក៏មានកន្លែង boost ដែរបងប្អូនណា TikTok ហើយបើ Telegram ខ្ញុំអត់ដែល boost ទេអញ្ចឹងសម្រាប់ Facebook អាច boost បាន Telegram TikTok YouTube គឺធ្លាប់ដែរហ្នឹងហើយអញ្ចឹង boost ហ្នឹង boost platform ហើយបើ LinkedIn ខ្ញុំអត់ដែល boost ទេខ្ញុំធ្លាប់ប្រើអូខេអញ្ចឹងតកតងទៅនឹង digital ហើយរងឯងខ្ញុំបរៀននៅ IQ ដែរតកតងទៅនឹង fundamental of digital marketing ហ្នឹងហើយឲ្យខ្ញុំរៀនគឺខ្ញុំយកពីអ្វីដែលខ្ញុំធ្លាប់បាន research ហើយនឹងបទពិសោធន៍បូកជាមួយនឹងការដែលខ្ញុំរៀនជាមួយ website ពី3ពួកតកតង digital ខ្ញុំរៀនបានសញ្ញាបត្រដូចជា3ដែរនៅលើ online អញ្ចឹងណាហ្នឹងហើយអញ្ចឹង digital បើតាមខ្ញុំចាំគេUdemy មួយ Coursera Alison ចឹង3ហ្នឹងខ្ញុំរៀនលើ3ហ្នឹងហើយមាន website ផ្សេងៗទៀតដែលយើងអាចមើលហើយឃើញតាមរយៈពេលចុងក្រោយគឺឃើញមាន content creator ក៏ដូចជាអ្នកដែលគាត់ចែករំលែកច្រើនពាក់ព័ន្ធជាមួយនឹងវិស័យ digital ទៅនៅលើ online អញ្ចឹងបងប្អូនអាចចូលទៅមើលនៅលើ YouTube ក៏បាននៅលើ Facebook ក៏បានក៏មាននៅលើ IG មាន TikTok ទៀតអញ្ចឹងយើងអាចមើលទៅឲ្យតែយើងគេថាយើងស្ដាប់ទៅវាជាប្រយោជន៍សម្រាប់យើងព្យាយាមស្វែងរកបន្ថែមហើយបើសិនជាអ្នកធ្វើលើចំណុចហ្នឹងគឺព្យាយាម develop ឲ្យទៅមិនយល់អំពី audience ដែរបើយល់ពី audience រៀងពិបាកនៅក្នុងការធ្វើ digital អញ្ចឹងណាអូខេហ្នឹងបទពិសោធន៍ដែលខ្ញុំធ្វើទេហើយជាក់ស្ដែងបើសិនជាបងប្អូនចង់ចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយនឹង digital អាចចូលទៅចែករំលែកនៅលើgroup Rin Media បានអត់អីទេជជែកក្នុងហ្នឹងទៅចែករំលែកតាក់ទងទៅនឹងការធ្វើហ្នឹងធ្លាប់ទូបានបទពិសោធន៍បែបណាហើយធ្លាប់ជួបបញ្ហាខ្លះគឺអាចដាក់ចូលបានអត់អីទេចែកគ្នានៅ channel Telegram ក៏បាន
នៅក្នុង comment channel ណាហ្នឹងហើយពួកខ្ញុំមាន group ដែរអត់អីទេអាចចែកបានហើយសម្រាប់បងប្អូនដែលចង់គេថាចូលរួមកិច្ចការងារក្រៅម៉ោងជារៀងរាល់ថ្ងៃអាទិត្យឧទាហរណ៍អញ្ចឹងណាឬក៏ពេលណាមួយអាចតាក់ទងមកខ្ញុំមកខ្ញុំមានកិច្ចការងារសម្រាប់បងប្អូនដែលមានជំនាញការ design ទាំងវីដេអូ digital អូខេអញ្ចឹងតាក់ទងទៅនឹងជំនាញ digital ដូចអត់មានអីដែលចែករំលែកទៅបងប្អូនទេព្រោះឯកសារមួយចំនួនគឺខ្ញុំបង្ហាញលើ digital ច្រើនតែអ្វីដែលបងប្អូនត្រូវរៀបគឺ digital ខ្លួនឯងតើយើងរក្សាទុក data digital យើងតាមជាអីនៅកន្លែងណាផ្ដល់ភាពងាយស្រួលសម្រាប់យើងអត់ហ្នឹងតាក់ទង digital ឧទាហរណ៍នៅពេលដែលខ្ញុំបង្កើត channel រៀន media គឺខ្ញុំទុកឯកសាររបស់ខ្ញុំរៀប group Telegram ផ្សេងៗដែលពាក់ព័ន្ធជាមួយឯកសាររបស់ខ្ញុំមាន poster វីដេអូអីផ្សេងៗគឺខ្ញុំដាក់ទុកក្នុង channel Telegram ហើយនឹង cloud storage របស់ខ្ញុំដែរអញ្ចឹងបងប្អូនគួរតែមានអានឹងដើម្បីទុកជាឯកសារអ្នក digital ធ្វើម៉េចផ្ដល់ភាពងាយស្រួលសម្រាប់ខ្លួនឯងនិងអ្នកជុំវិញខ្លួនហើយបើសិនធ្វើការងារធ្វើម៉េចផ្ដល់ភាពងាយស្រួលនៅកន្លែងការងារហើយជាទូទៅអ្នកដែលគាត់ធ្វើការហ្នឹងគឺផ្ដល់ភាពងាយស្រួលទៅកាន់ audience ដូចគ្នាអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ digital ដូចជាមានប៉ុណ្្នឹងទេមួយទៀតតាក់ទងទៅនឹងការថតរូបហើយថតវីដេអូឥឡូវបងបញ្ចូលគ្នាចុះព្រោះអញមាន5ចំណុចអញ្ចឹង digital ហើយនឹងថតវីដេអូគឺបូកចូលគ្នាអញ្ចឹងថតរូបថតវីដេអូមូលហេតុដំបូងដែលខ្ញុំចេះអាហ្នឹងថាចាប់ដើមរៀនអាហ្នឹងចុះខ្ញុំស្រឡាញ់ណាស្រឡាញ់ការថតរូបក៏តាំងបើសិនជាយើងបានចេះថតរូបថតឲ្យគ្រួសាររបស់យើងណាថតឲ្យមនុស្សដែលយើងស្រឡាញ់នៅកន្លែងការងារគឺងាយស្រួលអត់ពិបាកទេអត់ពិបាកជួលអ្នកជំនាញមកឲ្យតែយើងចេះហ្នឹងហើយដល់ពេលយើងចាប់ដើមរៀនសូត្រស្វែងយល់ទៅយើងអាចគេថាដំបូងយើងថតទៅលើទូរស័ព្ទដៃយើងប្រើទូរស័ព្ទដៃនៅក្នុងការថតចាប់ប្លង់ផ្សេងដល់ពេលហ្នឹងពេលខ្លះការលើកទឹកចិត្តបន្តិចដែលគេទៅសារបងថតរូបហ្នឹងទៅណងដល់ហើយថតរូបស្អាតដល់ហើយក៏ប៉ុន្តែបើសួរថាធ្លាប់ជួបបញ្ហាបងថតរូបអត់ស្អាតសោះខ្មៅងិចហ្នឹងហើយខ្មៅងិលអញ្ចឹងណាហើយនៅពេលដែលយើងធ្វើលើជំនាញណាក៏ដោយតែមានមិនអត់ទេបងប្អូនតែហ្នឹងខ្ញុំនិយាយក្នុងវិស័យថតរូបថតវីដេអូទេនឹងជួបហើយបងប្អូនអ្នកធ្វើការហ្នឹងហើយ edit អត់ស្អាតក៏គេថាហ្នឹងហើយ edit ស្អាតហើយបើសិនជាយើងថតតែស្រីក៏អត់កើតហ្នឹងហើយបើសិនស្រីវិញថតតែប្រុសស្អាតវាកើតនឹងមានហើយតែយើងទ្រាំទៅហើយអ្វីដែលជាគោលការណ៍របស់យើងរៀបខ្លួនឯងតើនៅក្នុងការដែលយើងថតរូបយើងគោលការណ៍របស់យើងចង់បានប្លង់ណាខ្លះឧទាហរណ៍ថាមួយ event ហ្នឹងយក10ប្លង់អញ្ចឹងយកតែ10ប្លង់ហ្នឹងហើយអាចរូបថែបន្តបន្សំទៅបានហ្នឹងហើយតែបើសូថានឹងអាចមានប្លង់គេថាចាប់ freestyle បាននឹងអាចទេប្រកាសជាមានមែនអត់ទេអូខេនេះតើតទៅនឹងការថតរូបថតវីដេអូព្រោះខ្ញុំភាសាថតលេងណាហើយប្រដៅពីការថតលេងការស្រឡាញ់ហ្នឹងបានយូរទៅធ្វើខាងហ្នឹងហើយអាចយល់អាចប្រើប្រាស់បានតើតទៅនឹងការថតហើយបងប្អូនដែលរៀនក៏ដូចជាធ្វើខាងហ្នឹងយើងអាចទៅរក tip ខ្លីៗតើតទៅនឹងការថតរូបថតវីដេអូនៅលើ IG ភាគច្រើនមានលើ IG ច្រើនហើយនឹងYouTube តែ Facebook ដូចមិនសូវឃើញទេ Facebook বা IG សបោដោយសារតែមានបរទេសគាត់ចែករំលែកអញ្ចឹងណាតែ website ខ្ញុំមិនដែលបានស្វែងយល់ពីអ្វីដែលចែកនៅក្នុង website ទេតែបើសិនជានៅលើ platform ដូចជា YouTube ហើយនិង IG គឺខ្ញុំអាសាឃើញបើ TikTok ក៏យើងអាសា follow អ្នកដែលគាត់ធ្វើការនឹងដែរបានអាសាឃើញអញ្ចឹងណាអូខេហ្នឹងនៅក្នុងវិស័យទាំង5ហ្នឹងគឺមានវិស័យទាំង5នៅក្នុងជំនាញទាំង5ហ្នឹងគឺខ្ញុំមានប៉ុណ្ណឹងចែកម្លែកទៅបងប្អូនទេអញ្ចឹងបងប្អូនមានអីដែលខ្ញុំលើកឡើងដូចអ្វីដែលបងប្អូនធ្លាប់រៀនសូត្រអត់ឬក៏នៅពេលដែលខ្ញុំលើកឡើងហ្នឹងបងប្អូនដែលអត់ស្គាល់អត់ដឹងថាប្រភេទ platform ហ្នឹងជុំគេថាទៅសេមិន research មិនដើម្បីឃើញបងប្អូនអាច comment នៅខាងក្រោមវីដេអូចាំខ្ញុំតែលាក់ link ឲ្យឬក៏ខ្ញុំទៅសេឈ្មោះឲ្យអញ្ចឹងណាព្រោះដោយសារតែទៅលើ record podcast នេះគឺយើងផ្ដោតសំខាន់ទៅលើសំឡេងទេគឺมันបានដាក់ជារូបភាពឲ្យឃើញក្នុងនឹងទេអញ្ចឹងណាបងប្អូនអូខេអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅអេពីសូតទី3 5ជំនាញសំខាន់ក្នុងការធ្វើ media បាទអញ្ចឹងមានប៉ុណ្្នឹងបាយបាយ